អូនទំនៀម150ឆ្នាំរបស់ទីក្រុងបាងកកត្រូវរលាយនៅក្នុងឆ្នាំ1782ស្ដេចរាមាទី1បានធ្វើគុតស្ដេចតាក់ស៊ីនហើយក៏ផ្លាស់ប្ដូររាជធានីពីធនបុរីមកទីក្រុងបាងកកចាហើយក៏ផ្លាស់ប្ដូរឈ្មោះទៅជារាជវង្សចក្រីចាបន្ទាប់មកក៏ចាប់ផ្ដើមសាងសង់រាជធានីថ្មីនៅក្នុងទីក្រុងបាងកកគឺជាវាំងរាល់ថ្ងៃនេះឯងកំពុងតែសាងសង់មានពោះ4ក្បាលបានវាតម្រង់សសស្ដំនោះគឺគេតំណាងដួងព្រលឹងរបស់ប្រទេសតែម្ដងឃើញដូចនេះខាងទ័ពក៏បានសម្លាប់ពោះនោះចោលហើយរឿងនេះក៏បានលេចលឺដល់ស្ដេចរាមាទី1ហ្នឹងក៏គុនគូជាមួយហោរាចុះឡើងក៏បានដឹងថានេះគឺជាប្រផ្នូលអាក្រក់ក៏ប៉ុន្តែมันអាចធ្វើអ្វីបានទេក៏បន្តសាងសង់វាំងហ្នឹងក៏ទាល់តែចប់លុះ7ឆ្នាំ7ខែក្រោយមកចូលដល់ឆ្នាំ1789ក៏មានអភូតហេតុចម្លែកមួយកើតឡើងគឺមានរន្ទះបាញ់ចំកណ្ដាលដំបូលនៃរាជធានីថ្មីនោះតែម្ដងគឺវាំងរាល់ថ្ងៃនឹងតែម្ដងចាក៏គុនគូចុះឡើងម្ដងទៀតក៏នេះគឺជាសញ្ញារបស់ទេវតាទុកឲ្យរាជវង្សចក្រីនឹងនៅត្រឹម150ឆ្នាំប៉ុណ្ណោះតាមពិតទៅគឺអាយុហ្នឹងវាត្រូវតិចជាងហ្នឹងតែដោយសាររាមាទី1ហ្នឹងបានបកប្រែគម្ពីរព្រះត្រៃបិដកអញ្ចឹងទៅក៏ទុកឲ្យដល់150ឆ្នាំចាក្រោយមកទៀតចូលដល់រាមាទី4ដែលយើងហៅថាស្ដេចមង្គតក៏បានសាងសង់រូបសំណាក់ដ៏ធំមួយហៅថាព្រះសយាមដែលប្រជាជនសៀមនៅតែគោរពបូជាសពថ្ងៃនេះឯងដើម្បីបញ្ជៀសគ្រោះអាក្រក់នោះហ្នឹងហើយរហូតមកដល់រាមាទី7ចាក៏បានសាងសង់ស្ពានដ៏ធំមួយទៀតចាស្ពាននោះគឺគេធ្វើដើម្បីតភ្ជាប់ដួងព្រលឹងពីរាជធានីចាស់ធនបុរីហ្នឹងមករាជធានីថ្មីក្នុងទីក្រុងបាងកកហ្នឹងក៏ដើម្បីបញ្ជៀសគ្រោះចង្រៃនឹងដែរបងប្អូនលុះដល់ឆ្នាំ1932នៅក្នុងរាមាទី7ហ្នឹងដដែលណាគឺគម្រប់150ឆ្នាំហើយចាលេងមានអីបងប្អូនរាមាទី7ហ្នឹងណាគាត់បាននាំគ្រួសារគាត់ទៅដើរលេងនៅហ៊ូហ៊ីនហើយគាត់ហ្នឹងឆ្នាំពោះរីឯអ្នកចំណិតគាត់4នាក់ទៀតក៏ឆ្នាំពោះដូចគ្នានឹងហើយមានអីគាត់ទៅដើរលេងគាត់ត្រឡប់មកវិញមានណាខាងយោធាទម្លាក់គាត់ចោលគឺគេធ្វើរដ្ឋបហាបងប្អូនគឺទម្លាក់ស្ដាច់ចោលបន្ទាប់មករាមាទី7ហ្នឹងក៏នាំប្រពន្ធកូនទៅនៅចក្រភពអង់គ្លេសបាត់ទៅនឹងហើយក្រោយមកទៀតខាងយោធាហ្នឹងក៏បានដំឡើងនេះគាត់នេះរាមាទី8ហ្នឹងគឺអ៊ំរបស់អាស្ដេចរាល់ថ្ងៃហ្នឹងហើយឡើងសោយរាជមិនបានប្រមាណទេរយៈពេលខ្លីបំផុតត្រូវគេលួចធ្វើឃាតបាត់ទៅក៏ឡើងរាមាទី9ហ្នឹងគឺឪអាស្ដេចរាល់ថ្ងៃហ្នឹងឯងចាក៏ឡើងសោយរាជបន្តរហូតមកក៏ស្លាប់ទៅក៏ឡើងដល់រាមាទី10រាល់ថ្ងៃហ្នឹងចាហើយក៏មានទំនាយទេថាប្រទេសចៅសៀមហ្នឹងគឺអស់លក្ខនៅក្នុងរាមាទី10ហ្នឹងហើយចាអត់មានត្រូវបន្តអីទៀតទេហ្នឹងគឺជាទំនាយហ្នឹងណាបងប្អូនណាអញ្ចឹងសរុបឲ្យខ្លីមកខ្ញុំចង់សង្ខេបបន្តិចថាស្ដេចរាមាទី8រាមាទី9រាមាទី10នេះគឺអត់មានជាប់ខ្សែស្ដេចទេគឺយោធាជាអ្នកលើកឡើងទេអញ្ចឹងបានប្រទេសសៀមរាល់ថ្ងៃនេះគឺស្ដេចហើយនឹងយោធាអត់ត្រូវគ្នាទេចាចុះបើសិនជាករណីខាងយោធាគេធ្វើរដ្ឋបហាអត់ឲ្យស្ដេចនឹងបន្តទៀតគឺសូន្យសងហើយពីព្រោះមិនមែនខ្សែស្ដេចពិតប្រាកដទេគ្រាន់តែជាការលើកបន្ទប់ពីយោធាតែប៉ុណ្ណោះហ្នឹងណាបងប្អូនណាចាអញ្ចឹងយើងចាំមើលតទៀតមើលថាតើរាមាទី10នេះអាស្ដេចលើកើស្ដេចលមោបកាមលមោបស្រីលមោបសង្គ្រាមនេះតើវាទៅជាយ៉ាងណាដោយពុតទំនាយនឹងអត់ចាអរគុណច្រើន